ប្រជុំរឿងព្រេងនិទានខ្មែររឿងអ្នកតាកងជុំនៅឃុំកុមាររាជាស្រុកបាទីខេត្តតាកែវក្នុងអតីតកាលយូរអង្វែងហើយនោះមានបុរសម្នាក់ឈ្មោះកងប្រពន្ធឈ្មោះជុំអ្នកទាំងពីរនេះតាំងពីភពប្រសពគ្នារកស៊ីមកចេះតែក្រទៅលំបាកតោកយ៉ាកវេទនាជាទីបំផុតនឹកអៀនខ្មាស់ចំពោះអ្នកស្រុកជិតខាងណាស់ដោយនឹកថាម្ដេចក៏គេរកស៊ីចេះតែមានទៅឯខ្លួនឯងម្ដេចក៏ចេះតែក្រគិតដូច្នេះហើយក៏បបួលប្តីប្រពន្ធរត់ចេញពីស្រុកទៅរៀនព្រៃធ្វើចំការដាំដំណាំគ្រប់បែបនៅទីមួយឆ្ងាយពីគេនៅកន្លែងនោះគេសង់ខ្ទមតូចមួយគ្រាន់នឹងជ្រកនៅបណ្ដោះអាសន្នប៉ុណ្ណោះលុះយូរទៅឈ្មោះកងនាងជុំប្រកបរបររកស៊ីចេះតែចម្រើនឡើងក៏បានរុះរើផ្ទះរបស់ខ្លួនពីកន្លែងចាស់យកទៅសង់ត្រង់កន្លែងចំការរបស់ខ្លួននោះឯឈ្មោះកងនិងនាងជុំទាំងពីរនាក់នេះបានជាមនុស្សសុចរិតទៀងត្រង់មានសប្បុរសធម៌សង្គ្រោះដល់អ្នកកំសត់អត់ឃ្លានឯទៀតណាស់ហៅគេឯងឲ្យមកនៅជាមួយផងក៏មានមិនយូរប៉ុន្មានអ្នកទាំងពីរបានខ្លាចទៅជាអ្នកមានស្ដុកស្ដំមមមួនជាងគេមានបរិវារក៏ច្រើនចំណែកអ្នកកំសត់ឯទៀតក៏តែងចូលទៅខ្ចីបុលស្រូវអង្គប្រកាសអំពីឈ្មោះកងនិងនាងជុំគ្រប់គ្នាតែអ្នកទាំងពីរនេះតាំងពីទៅនៅកន្លែងនោះបានធ្វើកន្លែងមួយសម្រាប់អុជធូបទៀនបូជាដាក់ចំណីសែនជាធម្មតារៀងរាល់ថ្ងៃអ្នកជិតខាងឃើញអ្នកទាំងពីរធ្វើដូច្នោះក៏នាំគ្នាធ្វើតាមលុះអ្នកទាំងពីរចាស់ជរាស្លាប់បាត់ទៅអ្នកស្រុកនៅឯក្រោយក៏នាំគ្នាបូជាកន្លែងនោះជាប់រហូតមកកន្លែងនោះដើមឡើយគេហៅថាចំការតាកងយាយជុំលុះដល់មកខាងក្រោយក៏คล้ายទៅជាហៅថាអ្នកតាកងជុំរហូតមកដល់សពថ្ងៃនេះមានកូនប្រុសតាកងយាយជុំម្នាក់ឈ្មោះឈុំជាអ្នកកាន់កាប់ថែរក្សាអ្នកតាកងជុំនេះតែមិនបានជន់ទេគ្រាន់តែបាំងម្ដងក្នុងពេលដែលលោកគ្រូឈុំត្រូវទៅព្យាបាលជំងឺឲ្យបានដឹងជាមុនថាជំងឺនេះមើលបានជំងឺនេះមើលមិនបានតែប៉ុណ្ណោះសពថ្ងៃអ្នកស្រុកតែងតែគោរពបូជាកាលបើស្រុកមិនស្រួលដោយមានជំងឺរាតត្បាតគេបបួលគ្នាទៅធ្វើបុណ្យកំសាន្តសូមឲ្យបានសេចក្តីសុខសប្បាយមាននិមន្តព្រះសង្ឃ8អង្គមកឆាន់សូត្រធម៌តាមានធម៌កុសលាជាដើមហើយមានរបៀបធ្វើរទេះសេះគោក្របីដំរីដោយដើមចេកផ្ទុកដោយនំចំណីគ្រប់មុខក្នុងនោះបញ្ជូនទៅដើម្បីឲ្យបានសេចក្តីសុខសប្បាយកាលបើធ្វើបុណ្យរួចកាលណាក៏ឃើញថាស័ក្តិសិទ្ធិពិតប្រាកដមែនម្យ៉ាងទៀតបើដល់ខែពិសាខហើយមិនមានភ្លៀងអ្នកស្រុកបបួលគ្នាធ្វើបុណ្យបួងសួងសុំទឹកភ្លៀងដោយរៀបរាប់ខាងក្រោមនេះពីល្ងាចនិមន្តព្រះសង្ឃ4អង្គសូត្រធម៌ប្រែអាកាសមានសូត្រធម៌ជាយន្តោជាដើមរៀបធ្វើរាជវត្តព័ទ្ធជុំវិញឲ្យលោកតាគង់ខាងក្នុងពួកឧបាសកឧបាសិកានៅខាងក្រៅមានបាតគ្រប់លោកទាំង4អង្គទឹកអប់ដាក់ក្រោមបាតទាំង4ឲ្យលោកសូត្រធម៌បាចទឹកគ្រប់ទិសទាំង4គេធ្វើនេះនៅចំពោះមុខអ្នកតាលុះព្រឹកឡើងទើបនិមន្តព្រះសង្ឃច្រើនព្រះអង្គមិនមានកំណត់គឺបើលោកក្នុងវត្តមានប៉ុន្មានគេនិមន្តទាំងអស់ទៅកន្លែងអ្នកតាមានអាចារ្យ3នាក់រៀបស្លាធម៌មួយគូចង្អាបមួយស្ពកបង្អែមមួយថាសដាក់ចំពោះមុខអ្នកតាហើយនាំគ្នាយកបាយមករាប់បាតនិមន្តព្រះសង្ឃសូត្រធម៌កុសលាជាដើមរួចប្រគេនព្រះសង្ឃឆាន់អាចារ្យនាំគ្នាអុជធូបទៀនបួងសួងសុំទឹកភ្លៀងហើយចាប់ចង្អាបនិងបង្អែមគ្រប់មុខយកមកថ្វាយអ្នកតាឯអាស្រមអ្នកតានោះមានទំហំ2ម៉ែត្រ4ជ្រុងសសរឈើប្រក់ក្បឿងមានរានហាលខាងមុខ1ម៉ែត្រមានដើមឈើធំខ្ពស់ពីខាងត្បូងខាងកើតខាងជើងខាងលិចមានភ្នំមួយឈ្មោះភ្នំទទាបានជាគេហៅថាភ្នំទទាពីក្រោយភ្នំសម្បូរដោយសត្វទទាព្រានតស័តតែងតែ
មកតាក់នៅភ្នំនោះបានជាប់ឈ្មោះថាភ្នំតទារហូតមកដល់សព្វថ្ងៃនេះនៅលើភ្នំនោះមានវត្តមួយហៅថាវត្តតទាដែរមានព្រះសង្ឃជាច្រើនគង់នៅរៀនសូត្រគ្រប់វិន័យមានរៀបធ្វើជាជណ្ដើរដោយបេតុងអាបេពីជើងភ្នំរហូតដល់កំពូលភ្នំឯភ្នំមានកម្ពស់ប្រមាណ100ម៉ែត្របាទសូមអរគុណចំពោះការតាមដានស្ដាប់ពីដើមរហូតដល់ចប់បើសិនជាមានកន្លែងលើសលោខ្វះខាតសូមមេត្តាខន្តីអភ័យទោសសូមជួយចុច Subscribe ម្នាក់មួយដើម្បីបានវីដេអូថ្មីបន្តទៀតអំពីខ្ញុំសូមអរគុណសូមជូនរឿងបុរសជីកក្តាមនិទានមួយថាមានបុរសប្តីប្រពន្ធមានកូនមួយកូននោះអាយុបាន12ឆ្នាំមាតាស្លាប់ទៅនៅតែឪពុកពោះម៉ាយឪពុកក៏ធ្វើរបរលក់ដូរពីអ្នកនឹងកូនលក់មិនបានដាច់រឹតតែក្រទៅក្រោយមកឪពុកអនិច្ចកម្មទៅទៀតនៅតែកូនម្នាក់ឯងរក្សាផ្ទះសម្បែងឪពុកស្លាប់ទៅបាន5ថ្ងៃក៏មកបញ្យល់សពថាកូនឯងលំបាកណាស់យើងជាឪពុកគ្មានរបស់អ្វីនឹងឲ្យទេដូច្នេះឲ្យកូនឯងទៅជីកក្តាមនៅក្រោយខ្ទមអ្នកតានាទិសឦសានផ្ទះយើងយកទៅលក់ចិញ្ចឹមជីវិតរាល់ថ្ងៃចុះពេលព្រឹកថ្ងៃរះឡើងកាលណាឲ្យកូនទៅជីកក្តាមរាល់ថ្ងៃកុំខានលុះភ្លឺច្បាស់កូននោះភ្ញាក់ឡើងចាំជាក់នៅនិមិត្តសពគ្រប់ក៏ចាប់យកជាប់ដើរតម្រង់ទៅខ្ទមអ្នកតាជីកទៅឃើញក្តាមមួយប្រកបមែនរួចយកក្តាមនោះទៅលក់ឲ្យអ្នកផ្សារក៏ទិញយកបុរសនោះបានប្រាក់ហើយត្រឡប់មកវិញថ្ងៃក្រោយវេលាព្រឹកបុរសទៅជីកក្តាមនៅកន្លែងដដែលនោះបានក្តាមមួយយកទៅលក់ឲ្យអ្នកផ្សារគេទិញយកទៅទៀតបុរសនោះត្រឡប់មកផ្ទះវិញនៅទីនោះមានមហាសេដ្ឋីម្នាក់មានកូនក្រមុំច្រើនកូនស្រីបងទាំងប៉ុន្មានមហាសេដ្ឋីឲ្យមានប្តីអស់នៅតែកូនស្រីពៅម្នាក់ឈ្មោះនាងពៅប្រកែកមិនព្រមយកប្តីសូម្បីមហាសេដ្ឋីជាឪពុកបង្ខំឲ្យមានប្តីម្ដេចម្ដាក៏នាងមិនព្រមរីឯបុរសនោះលុះថ្ងៃក្រោយទៅជីកក្តាមនៅកន្លែងដដែលបានក្តាមមួយទៀតហើយកាន់យកទៅលក់នាងពៅកូនក្រមុំមហាសេដ្ឋីបានឃើញក៏ហៅមកសួរថាអ្នកកំឡោះយកក្តាមទៅណាបុរសនោះជម្រាបថាខ្ញុំបានយកទៅលក់នាងពៅក៏ទិញយកហើយនាងប្រាប់ថាបើអ្នកបានក្តាមកុំលក់ឲ្យអ្នកណាត្រូវយកមកលក់ឲ្យខ្ញុំរាល់ថ្ងៃកុំខានដែលទៅជាយ៉ាងនេះដោយនាងពៅមានចិត្តប្រតិព័ទ្ធនឹងបុរសនោះណាស់តែអ្នកនោះមិនដឹងខ្លួនទេបុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញថ្ងៃក្រោយបុរសទៅជីកក្តាមនៅកន្លែងដដែលបានទៀតរួចយកមកលក់ឲ្យនាងពៅនោះរាល់ថ្ងៃនាងពៅក៏ចេះតែទទួលទិញក្តាមមិនដែលខានហើយមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើងក៏ធ្វើរឹកពីកិរិយាឲ្យបុរសនោះដឹងបុរសនោះដឹងជាក់ថានាងនោះស្រឡាញ់ខ្លួនប្រកបតែដោយពិចារណាថាសពថ្ងៃនេះខ្លួនជាអ្នកក្រលំបាកណាស់ហើយកំព្រាផងក៏មិនហ៊ាននិយាយថាម្ដេចឡើយចំណែកបងស្រីប៉ុន្មានអ្នកបានឃើញនាងពៅជាប្អូនធ្វើកិរិយារឹកពីស្រឡាញ់បុរសជីកក្តាមនោះពន់ពេកក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមាតាបិតានាងពៅជាប្អូនធ្វើរឹកពីស្រឡាញ់បុរសជីកក្តាមនោះក្រៃពេកបុរសនោះបានយកក្តាមមកលក់ឲ្យនាងពៅឯនាងពៅចេះតែទទួលទិញរាល់ថ្ងៃរួចធ្វើរឹកពីកិរិយាស្រឡាញ់បុរសនោះណាស់ទោះបីខ្ញុំទាំងអស់គ្នានិយាយទូមានដូចម្ដេចក៏មិនស្ដាប់តាមរឹតតែធ្វើខ្លាំងសេដ្ឋីជាមាតាបិតាឮដូច្នោះខឹងច្រឡោតឲ្យហៅនាងពៅមកជេរបន្ទោសម៉េះតេះដៀលថាហងនេះជាមនុស្សរឹងត្អឹងតតឹងចិត្តមេត្តាបិតាអញឲ្យមានប្តីទៅមនុស្សមានទ្រព្យហងឯងប្រកែកមិនព្រមយកឥឡូវហងឯងស្រឡាញ់អាមនុស្សកំសត់លក់តែក្តាមវិញហងឯងនេះអាក្រក់ណាស់ចុះចេញពីផ្ទះអញឲ្យឆាប់ទៅយកអាកំសត់លក់ក្តាមនោះចុះចាប់ពីថ្ងៃនេះហងឯងកុំមកឡើងផ្ទះអញសូម្បីតែភូមិក៏ចូលមិនបានអញកាត់ចោលហើយចំណែកមេត្តាចិត្តមិនដាច់ពីកូនពៅក៏លោកវិចរបស់ស្រាលដែលមានតម្លៃឲ្យនាងពៅជាកូននាងពៅសំពះលាមេត្តាយកបង្វិចដែលមេត្តាឲ្យនោះ
ចុះចេញពីផ្ទះសំដៅទៅផ្ទះបុរសលក់ក្តាមនិយាយពីរឿងដែលបិតាខឹងបណ្ដេញសពគ្រប់ប្រាប់បុរសនោះបានស្ដាប់ហើយឆ្លើយតបថាសពថ្ងៃខ្លួនខ្ញុំនេះក្រជាទីបំផុតហើយកំព្រាតែម្នាក់ឯងផងនាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេខ្ញុំខ្លាចមហាសេដ្ឋីជាបិតានាងចាប់ទោសយកខ្ញុំទៅសម្លាប់នាងពៅតបថាខ្ញុំមិនទៅវិញទេស៊ូស្លាប់នឹងអ្នកហើយបុរសនោះសួរថាបើដូច្នេះយើងគិតដូចម្ដេចនាងពៅឆ្លើយថាបើអ្នកគិតឃើញយ៉ាងណាខ្ញុំក៏ទទួលធ្វើតាមយ៉ាងនោះទាំងអស់បុរសនោះនាំនាងពៅចេញចោលផ្ទះទៅនៅស្រុកក្រៅហើយធ្វើផ្ទះមួយខ្នងសម្រាប់ស្នាក់នៅលុះព្រឹកឡើងមកជីកក្តាមនៅទីដដែលយកទៅលក់ដូចថ្ងៃមុនទៀតបានប្រាក់ហើយទិញវត្ថុផ្សេងផ្ញើប្រពន្ធហើយប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃហេតុតែប្រពន្ធគ្រប់លក្ខនាងពៅនោះប្រណិប័តប្តីមិនឲ្យទាស់ចិត្តវេលាយប់ចូលដំណេកនាងពៅនិយាយនឹងប្តីថាខ្ញុំសូមចិត្តប្តីតាំងពីថ្ងៃនេះតទៅសូមអ្នកកុំទៅជីកក្តាមទៀតឡើយព្រោះប្រាក់កាសយើងមានច្រើនហើយបើអ្នកចង់ទិញអ្វីក៏ទិញតាមចិត្តអ្នកចុះប្តីមិនព្រមតាមលុះព្រឹកឡើងប្តីកាន់ចបទៅជីកក្តាមទៀតប្រពន្ធឃើញដូច្នោះក៏លបដើរតាមមើលទៅដល់ទីកន្លែងឲ្យឃើញច្បាស់មិនឲ្យដឹងលុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញចំណែកប្តីជីកក្តាមបានហើយក៏យកទៅលក់រួចទិញម្ហូបចំណីផ្ញើប្រពន្ធថ្ងៃក្រោយប្តីទៅកាប់អុសក្នុងព្រៃឆ្ងាយនាងពៅបានឃើញប្តីទៅរកអុសក៏កាន់ចបទៅជីករំលើងទីកន្លែងដែលប្តីជីកក្តាមនោះអស់រួចត្រឡប់មកផ្ទះដាំបាយធ្វើម្ហូបទុកឲ្យប្តីបរិភោគថ្ងៃល្ងាចត្រជាក់ប្តីមកពីព្រៃក៏បរិភោគបាយជាមួយគ្នាលុះព្រឹកឡើងប្តីកាន់ចបទៅជីកក្តាមទៀតឃើញទីកន្លែងដែលជីកនោះធ្លុះធ្លាយរលីងរលាស់ខ្ចាត់ខ្ចាយអស់ហើយបានឃើញសម្បកក្តាមមួយធំប្លែកស្ងួតស្អាតដូចជាហាលថ្ងៃយូរហើយនោះក៏កាន់សម្បកក្តាមយកមកទុកក្រោមផ្ទះមិនបានប្រាប់ភរិយាឲ្យដឹងទេភរិយាក៏មិនសួរថាដូចម្ដេចឡើយដល់វេលាយប់ចូលដំណេកនាងពៅកាន់ប្រាក់របូតពីដៃជ្រុះមួយណែនទៅក្រោមផ្ទះធ្លាក់ទៅលើសម្បកក្តាមនោះនាងមិនហ៊ានប្រាប់ឲ្យប្តីដឹងដោយគិតថាចាំព្រឹកភ្លឺច្បាស់ឡើងសឹមចុះទៅយកប្រាក់មកទុកវិញលុះព្រឹកឡើងនាងចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់នោះស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាមនាងអរណាស់យកមកឲ្យប្តីសួរថានាងបានប្រាក់ពីណាច្រើនម្ល៉េះនាងពៅជម្រាបប្តីថាកាលពីយប់មិញខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកខាងក្នុងក៏របូតមួយណែនពីដៃធ្លាក់ទៅក្រោមផ្ទះខ្ញុំពុំបានចុះទៅយកពីព្រោះគិតថាផ្ទះនៅឆ្ងាយពីគេគ្មាននរណាដឹងឬឃើញចាំព្រឹកភ្លឺច្បាស់សុំចុះទៅយកមកទុកខ្ញុំចុះទៅស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាមខ្ញុំក៏យកមកជូនអ្នកប្តីមានអំណរពន់ប្រមាណហើយនិយាយប្រាប់ប្រពន្ធថាពីថ្ងៃនេះតទៅបងឈប់ទៅជីកក្តាមហើយប្រពន្ធអរណាស់រាល់តែវេលាយប់អ្នកទាំងពីរនាក់ប្តីប្រពន្ធនាំគ្នាទម្លាក់ប្រាក់ទៅចំសម្បកក្តាមធំព្រឹកឡើងចុះទៅមើលឃើញប្រាក់ពេញសម្បកក្តាមនោះក៏យកមកទុករៀងរាល់ថ្ងៃទើបទម្លាក់ប្រាក់រៀលព្រឹកឡើងឃើញប្រាក់រៀលទើបទម្លាក់ប្រាក់ណែនព្រឹកឡើងឃើញប្រាក់ណែនទើបទម្លាក់គ្រឿងពេជ្រព្រឹកឡើងឃើញគ្រឿងពេជ្រពេញសម្បកក្តាមអ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះចំនួន1ឆ្នាំមានមាសប្រាក់និងគ្រឿងប្រដាប់ប្រើប្រាស់ច្រើនរាប់មិនអស់ទើបប្រឹក្សាគ្នាថាយើងមានមាសប្រាក់និងគ្រឿងប្រដាប់ច្រើនម្ល៉េះតើយើងបានអ្វីនឹងទុករបស់ទាំងអស់នេះលុះគិតឃើញក៏នាំគ្នាយកប្រាក់និងគ្រឿងមាសពេជ្រទាំងអស់ទៅជីកទុកច្រើនអន្លើក្រោយពីនោះមកទាំងពីរអ្នកប្តីប្រពន្ធនាំគ្នាទៅសួរមហាសេដ្ឋីជាមេដាបិតាទៅដល់បងស្រីទាំងអស់បានឃើញជេរថាមីចោចង្រៃឯងនាំប្តីកំសត់លក់តែក្តាមមករកអ្វីហងឯងបានលឺឬទេឪពុកបណ្ដេញកាត់ការចោលអស់ហើយសូម្បីតែក្នុងភូមិក៏លោកហាមិនឲ្យចូលដែរមីចង្រៃឯងចេញពីភូមិឲ្យឆាប់នាងពៅឆ្លើយថាបងទាំងអស់គ្នាកុំអាលមើលងាយខ្ញុំមកនេះដើម្បីសួរមេដាបិតាព្រោះលោកមានគុណលើខ្ញុំមិនមកសុំទ្រព្យសម្បត្តិលោកទេទ្រព្យសម្បត្តិបងទាំងអស់ក៏ខ្ញុំមិនសុំដែរខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់មានប៉ុណ្ណោះខ្ញុំមិនកោតខ្ញុំមិនព្រឺឡើយសូម្បីតែរោមជើងខ្ញុំក៏វាមិនព្រឺផងបងទាំងអស់ខឹងណាស់ជេរប្រតិចថាហងឯងនេះអួតណាស់អញមិនជឿទេ
នាងពៅថាបើមិនជឿភ្នាល់គ្នាចុះបងទាំងអស់នោះថាភ្នាល់ដូចម្ដេចនាងពៅថាឲ្យបងទាំងអស់រាប់ប្រាក់ខ្ញុំមើលឲ្យអស់ក្នុងមួយថ្ងៃបើរាប់អស់ខ្ញុំចែកឲ្យរាល់គ្នាបើរាប់មិនអស់ខ្ញុំមិនឲ្យទេតែខ្ញុំយល់ថាកុំថាឡើយរាប់មួយថ្ងៃទោះជារាប់2 ឬ 3 ថ្ងៃក៏រាប់មិនអស់ដែរបងទាំងនោះឆ្លើយថាអញព្រមទៅរាប់តែហងឯងកុំកុហកអញវាយហងឯងស្លាប់នាងពៅប្រាប់ថាតាមចិត្តបងនាំគ្នាទៅរាប់ប្រាក់នាងពៅរាប់តាំងពីព្រឹកទល់ល្ងាចក៏រាប់មិនអស់នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីជាមេដាបិតាថានាងពៅជាប្អូនវាអួតថាខ្លួនវាមានមាសប្រាក់ច្រើនខ្ញុំទាំងអស់គ្នាមិនជឿហើយវាថាបើមិនជឿឲ្យទៅមើលផ្ទះវាចុះខ្ញុំទាំងអស់គ្នាក៏ទៅមើលឃើញវាមានមាសប្រាក់ច្រើនមែនក៏ភ្នាល់នឹងវាថាបើបងទាំងអស់គ្នារាប់ប្រាក់វាអស់ក្នុងមួយថ្ងៃវានឹងឲ្យខ្ញុំយកមកចែកគ្នាចុះបើរាប់មិនអស់វាមិនឲ្យទេទោះខ្ញុំទាំងអស់គ្នារាប់តាំងពីព្រឹកទល់ល្ងាចក៏រាប់មិនអស់ប្រាក់វាដែរបានជាត្រឡប់មកជម្រាបមេដាបិតាសូមជ្រាបមហាសេដ្ឋីបានស្ដាប់ក៏ចាត់ប្រងការឲ្យទៅមើលប្រាក់នាងពៅឲ្យជាក់ច្បាស់នាងពៅក៏នាំទៅមើលគ្រប់កន្លែងប្រងការទាំងនោះបានឃើញប្រាក់នាងពៅមានច្រើនប្រាកដមែនក៏ត្រឡប់មកជម្រាបសេដ្ឋីតាមដំណើរសពគ្រប់មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរក៏ចាត់ឲ្យបម្រើទៅហៅនាងពៅនិងកូនប្រសាមកប្រាប់ថាកូនឯងមកនៅជាមួយនឹងមេដាបិតាវិញចុះទើបមហាសេដ្ឋីបង្គាប់ប្រងការឲ្យកែនរទេះគោជាច្រើនទៅដឹកជញ្ជូនប្រាក់និងទ្រព្យនាងពៅយកមកទាំងអស់ដាក់លើផ្ទះពាសពេញល្វែងមហាសេដ្ឋីឃើញប្រាក់នាងពៅច្រើនមែនមានចិត្តអំណរពន់ប្រមាណក៏សរសើរថាកូនអញនេះពេញជាមានបុណ្យមែនអំណេះតទៅកូនទាំងពីរនឹងធ្វើជាសេដ្ឋីដំណរវងពុំខានឯការដែលបិតាខឹងបណ្ដេញកូននោះអ្នកកុំខឹងប្រកាន់នឹងបិតានាងពៅនិងប្តីក៏ទៅនៅជាមួយនឹងមេដាបិតាដូចដើមវិញចំណែកបងស្រីទាំងប៉ុន្មានក៏កោតខ្លាចនាងពៅនិងប្អូនថ្លៃនោះណាស់លុះមហាសេដ្ឋីជាបិតាទទួលមរណភាពទៅវេលាណាប្តីនោះនិងនាងពៅភរិយាក៏បានឡើងធ្វើជាសេដ្ឋីជំនួសបិតាតទៅឈើពុកកុំដាក់គូតអង្គុយបាទសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់ពីដើមរហូតដល់ចប់បើសិនជាមានកន្លែងណាលឺលួសខ្វះខាតសូមខន្តីអភ័យទោសនិងសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីបានវីដេអូបន្តទៀតបាទសូមអរគុណប្រជុំរឿងព្រេងនិទានខ្មែរភាគទី4រឿងដើមកំណើតរន្ទះកាលពីព្រេងនាយមានបិសាចមួយឈ្មោះរាមាសូរនិងនាងអក្ខរទេវីមួយឈ្មោះមេខលាអ្នកទាំងពីរបាននៅបម្រើមហាឥសីដ៏មានឫទ្ធិម្នាក់ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថាបិសាចនិងនាងអក្ខរាទេវីបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួនហើយអ្នកទាំងពីរប្រកបដោយបញ្ញាវាងវៃក្រៃលែងដូចគ្នាតាបោះក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នាកាលបើតាបោះបានបង្រៀនសិស្សចប់គ្រប់មុខវិជ្ជាហើយលោកក៏ចង់លបងវិជ្ជាសិស្សមើលថាតើអ្នកណាប៉ិនប្រសពជាងគ្នាទើបលោកនិយាយទៅកាន់សិស្សថាបើអ្នកណាមួយយកកែវទឹកមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាននោះខ្ញុំនឹងធ្វើទឹកនោះឲ្យคล้ายទៅជាកែវមនោរាហើយដោយគុណភាពនៃរតនវត្ថុនោះអ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វីចេះតែបានសម្រេចទាំងអស់រាមាសូរក៏យកកែវនោះត្រង់ទឹកសន្សើមដែលទៅលើស្លឹកឈើនិងស្មៅផ្សេងវាបានខំព្យាយាមធ្វើដូច្នោះជាច្រើនព្រឹកប៉ុន្តែឥតបានលទ្ធផលល្អសោះចំណែកឯនាងមេខលាដែលជាស្រីចេះគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ដោកហើយយកទៅដាក់ផ្តិលលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើស្មៅទាល់តែដុំឈើនោះជក់ទឹកពេញទាំងអស់បន្ទាប់មកនាងអក្ខរាទេវីបានយកដុំឈើនោះទៅច្របាច់ទឹកដាក់ទៅក្នុងកែវ
អាស្រ័យដូចឆ្នោះនាងរកទឹកសន្សើមដាក់កែវបានពេញហើយក៏យកកែវនោះទៅជូនមហាតាបសហេតុដូច្នេះបានជានាងអក្ខរាទេវីត្រូវបានតាបសសម្គាល់ថាប៉ិនប្រសពជាងបិសាចតាបសជប់ទឹកសន្សើមនោះកើតទៅជាកែវហើយប្រគល់ទៅឲ្យនាងមេខលាហើយប្រាប់ថាកែវនេះមានគុណភាពខ្លាំងពូកែណាស់បើអ្នកមានដំណងចង់បានអ្វីមួយគ្រាន់តែក្រវីកែវនេះឡើងមួយរំពេចសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយគុណភាពនៃកែវនេះអ្នកអាចហោះកាត់អាកាសពពកជ្រកអាចជន្លេនទៅដល់ទីណាក៏បានទាំងអស់នាងអក្ខរាទេវីក៏ទទួលយកកែវនោះមកលើកក្រវីឡើងស្រាប់តែហោះវឹងទៅលើមេឃតម្រង់ទៅមហាសាគរចំណែកឯអាម៉ាសូអាស្រ័យដោយការព្យាយាមដ៏យូរក៏រកទឹកសន្សើមដាក់បានពេញកែវហើយយកទៅថ្វាយព្រះមហាឥសីព្រះមហាឥសីពោលថាចៅឯងយករបស់នេះមកយឺតយូរពេកហួសពេលតាត្រូវការឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយអាគមគាថារបស់តាអាចជួបវត្ថុបែបនេះកើតបានតែម្ដងគត់ទេកាលបើបានឮមហាតាបសថាដូច្នោះរាមាសូរក៏កើតសេចក្តីទោមនស្សពុនពេកប្រមាណហើយក៏ស្រែកយំអណ្ដើតអណ្ដកយ៉ាងខ្លាំងដើម្បីលួងចិត្តបិសាចតាបសក៏ប្រាប់ថាចូលចៅកុំកើតទុកខ្លាំងពេកចាំតាឲ្យពូថៅមួយពូថៅនេះអ្នកអាចយកទៅឆ្លោះដណ្ដើមយកកែវពីនាងអក្ខរាទេវីមេខលាបាននាងមេខលានេះចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងនៅពេលដែលមានភ្លៀងម្ដងចូលអ្នកចោលពូថៅនោះទៅលើវានឹងបោះចោលកែវដ៏មានតម្លៃនោះប៉ុន្តែបើនៅពេលប្រយុទ្ធគ្នានោះចៅឯងឃើញវាលើកកែវឡើងក្រវីចូលចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវាកាលបើរាមាសូរបានពូថៅមកកាន់នឹងដៃហើយវាក៏ហោះស្វែងរកនាងមេខលាដើម្បីដណ្ដើមយកកែវមនោរាប៉ុន្តែបានឃើញនាងកាលណានាងក៏យល់ឃើញភ្លាមថាបិសាចនេះប្រកាសជាមកមានបំណងធ្វើអាក្រក់មកលើនាងពំខានទើបនាងលើកកែវក្រវីឡើងហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់កាលបើក្រឡេកឃើញពន្លឺចាំងនៃកែវមានសិលភ្លាមបិសាចក៏បិទភ្នែកចិត្តរួចក្រវីអាវុធវាទៅអាវុធនោះក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែងប៉ុន្តែឥតត្រូវនាងអក្ខរាទេវីទេចាប់តាំងពីពេលនោះមកទើបពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយឮសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះអាស្រ័យហេតុនេះហើយបានជានៅក្នុងភាសាខ្មែរឲ្យឈ្មោះដុំថ្មទាំងឡាយដែលមានរាងដូចផ្លែពូថៅឬជាប់កាប់ក្បាលស្រួចឬកំបិតថាកាំរន្ទះហើយសន្មតរបស់ទាំងនេះថាជាព្រួញរបស់យក្សបាញ់នៅលើមេឃធ្លាក់មកដីបាទសូមអរគុណចំពោះការតាមដានស្ដាប់ពីដើមរហូតដល់ចប់បើសិនជាមានកន្លែងលះខ្វះខាតសូមមេត្តាខន្តីអភ័យទោសសូមកុំភ្លេចជួយចុច Subscribe ហើយដាក់សញ្ញាកណ្ដឹងដើម្បីបានវីដេអូថ្មីបន្តទៀតអំពីខ្ញុំសូមអរគុណសូមជូនរឿងចៅតបប្រមល់កាលពីព្រេងនាយមានបុរស2នាក់បានធ្វើកងការមហាកុសលជាមួយគ្នាលុះបុរសទាំង2នាក់រំលែកខណ្ឌទៅបុរសម្នាក់បានទៅកើតជាព្រះឥន្ទបុរសម្នាក់ទៀតកើតជាបុរសកំសត់មានប្រពន្ធក្រលំបាកណាស់រកស៊ីនេសាទដាក់លបយកត្រីជាអំរោះអំរលជីវិតគ្រាមួយព្រះឥន្ទបានបើកទឹកបច្ចខុតោតឃើញបុរសនោះវេទនាលំបាកដូច្នោះមានសេចក្តីអាណិតអាសូរករុណាវេលាយប់ព្រះឥន្ទយកមាស3ដុំដាក់ក្នុងលបបុរសនោះលុះព្រឹកឡើងបុរសនោះលើកលបមើលឃើញមាសមិនស្គាល់ជាមាសស្គាល់ថាជាដុំថ្មក៏ចោលទៅក្នុងទឹកហើយដាក់លបក្នុងទឹកវិញបុរសបានមើលលបទៀតគម្រប់3ដងព្រះឥន្ទយកមាសដាក់ក្នុងលបដូចមុនទៀតបុរសឃើញដូច្នោះនឹកខឹងក៏ចងមាសទាំង3ដុំនោះពន់យកទៅធ្វើជាថ្ម
មជាងក្រានដាំបាយប្រពន្ធបុរសមិនស្គាល់មាសក៏យកដុំមាសនោះធ្វើជាថ្មជាងក្រានតាមបង្គាប់ប្តីក្រោយនោះមានព្រះរាជអាជ្ញាមកទារពន្ធមើលទៅឃើញដុំមាសដែលបុរសនោះធ្វើថ្មជាងក្រានក៏ឲ្យបុរសយកមាស3ដុំនោះបង់ពន្ធដែលបុរសនោះជំពាក់រាជការបុរសនោះនឹកអរណាស់ដោយខ្លួនទាល់ក្រហើយព្រះរាជអាជ្ញាយកដុំថ្មជាងក្រានដូច្នោះក៏ព្រមតាមបានប្រគល់ថ្មជាងក្រានទាំង3ដុំនោះទៅឲ្យព្រះរាជអាជ្ញាភ្លាមលុះព្រះរាជអាជ្ញាបានថ្ម3ដុំពីបុរសនោះហើយក៏យកមួយដុំទៅថ្វាយព្រះមហាក្សត្រលុះទ្រង់សាកសួរពីហេតុផលបានមាសនោះព្រះរាជអាជ្ញាទូលតាមដំណើរស្ដេចទ្រង់ជ្រាបថាមានមាសពីបុរសដូច្នោះទ្រង់ឲ្យហៅបុរសនោះទៅដល់សាកសួរទៀតបុរសនោះក្រាបទូលថាមាសរបស់ខ្លួន3ដុំបានជូនមកព្រះរាជអាជ្ញាហើយស្ដេចឲ្យទារយកមាស2ដុំពីព្រះរាជអាជ្ញានោះហើយទ្រង់បង្គាប់ឲ្យបុរសនោះរកមកថ្វាយព្រះអង្គថែមទៀតបុរសនោះក្រាបទូលថារកមាសទៀតពុំបានទេស្ដេចទ្រង់ឲ្យបុរសនោះទៅឃុំព្រឹកឡើងនាយដំរួតដែលជាអ្នករក្សានោះប្រើឲ្យធ្វើការដោយជាស្ដីបុរសនោះលុះទ្រង់ជ្រាបដល់ស្ដេចទ្រង់ឲ្យហៅបុរសនោះមកសួរពីហេតុធ្វើការឲ្យមានទាស់ចិត្តនាយដំរួតបុរសនោះក្រាបទូលថាទូលព្រះបង្គំមានសេចក្តីតបប្រមល់នៅក្នុងខ្លួនខ្លាំងណាស់ស្ដេចក៏មានព្រះបន្ទូលថាបើដូច្នោះត្រូវចៅឯងស្វែងរកសត្វតបប្រមល់នោះមកឲ្យអញបើឯងរកពុំបានទេអញនឹងឲ្យគេពិឃាតឯងក្នុងគ្រានេះបុរសឮដូច្នោះក៏ភ័យគិតថាមុខជាស្លាប់ហើយគ្រានេះមិនដឹងជាទៅរកសត្វតបប្រមល់នៅឯណាទេតែមិនហ៊ានប្រកែកដោយអំណាចស្ដេចក៏ក្រាបបង្គំលាស្ដេចដើរចេញទៅដោយបំណងថានឹងដើរឲ្យស្លាប់ក្នុងព្រៃលុះដើរចូលព្រៃឆ្ងាយទៅព្រះឥន្ទបើកព្រះនេត្រទឹកមកឃើញបុរសនោះមានសេចក្តីវេទនាលំបាកដូច្នោះក៏និមិត្តជាអាស្រមមួយនៅខាងមុខទីដែលបុរសដើរទៅហើយព្រះឥន្ទក្រឡាខ្លួនធ្វើជាព្រះមហាឥសីបុរសមើលទៅឃើញអាស្រមដូច្នោះក៏មានចិត្តត្រេកអរដើរចូលទៅថ្វាយព្រះបង្គំមហាឥសីក្នុងអាស្រមនោះឥសីសួរថាចៅមានហេតុអ្វីបុរសនោះទូលឥសីតាមដំណើរដែលស្ដេចឲ្យរកសត្វតបប្រមល់យកទៅថ្វាយឥសីថាចៅកុំព្រួយរួចឥសីយកបំពង់ពោកមួយមកសែកមុនវិជាសិលសាស្ត្រកើតជាខ្លាសឹងដំរីពស់រមាសសុទ្ធតែជាសត្វសាហាវទាំងអស់ហើយឥសីដែលជប់បង្រួញសត្វទាំងនោះច្រកក្នុងបំពង់ពោកប្រគល់បំពង់ពោកនោះឲ្យទៅបុរសរួចផ្ដាំថាឲ្យយកទៅថ្វាយស្ដេចប៉ុន្តែមុននឹងបើកឆ្នុកឲ្យប្រមូលព្រះរាជវង្សានុវង្សមកជួបជុំហើយបិទទ្វារវាំងឲ្យជិតសម្បើកឆ្នុកមើលព្រោះសត្វនោះរត់រហ័សណាស់លុះបុរសនោះទទួលបណ្ដាំពីឥសីស្រេចហើយក៏នាំយកសត្វដែលច្រកក្នុងបំពង់ពោកនោះទៅថ្វាយស្ដេចក្រាបទូលថាទូលព្រះបង្គំរកសត្វតបប្រមល់បានហើយនៅក្នុងបំពង់នេះហើយទ្រង់ទូលតាមដំណើរដែលឥសីផ្ដាំមកស្ដេចឲ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេចទ្រង់ឲ្យអាមាត្យបើកឆ្នុកបំពង់ពោកនោះខ្លាដំរីសឹងរមាសពស់ក៏ចេញមកពីក្នុងបំពង់មកខំស្ដេចនិងព្រះរាជវង្សានុវង្សទាំងនោះឲ្យដល់នៅមរណភាពអស់ទៅក្រោយមកពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធានុភាពដូច្នោះក៏រៀបអភិសេកបុរសនោះឲ្យឡើងសោយរាជសម្បត្តិជាព្រះមហាក្សត្រក្នុងនគរនោះទៅសត្វទាំងឡាយក៏លាស្ដេចបុរសនោះចូលទៅក្នុងព្រៃហើយផ្ដាំថាបើស្ដេចមានភ័យឬមានការអ្វីគ្រាន់តែនឹកដល់នឹងមកជួបយកអាសាជាដរាបកម្លាំងអ្វីមិនស្មើកម្លាំងកម្មសូមជូនរឿងអាខ្វាក់អាខ្វិនកាលពីព្រេងនាយមានមនុស្ស2នាក់ម្នាក់ខ្វាក់ម្នាក់ខ្វិននៅចិនទាំង2នាក់អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិនប៉ុន្តែនៅម្ចាស់ដោយខ្លួនអាខ្វាក់នៅផ្ទះនឹងចិនមួយអាខ្វិននៅនឹងចិនផ្ទះមួយទៀតជិតគ្នាអាខ្វាក់អាខ្វិនយកគ្នាជាសម្លាញ់អាខ្វាក់ខ្វាក់ផ្នែកទាំងពីរមើលមិនឃើញអាខ្វិនខ្វិនជើងទាំងពីរដើរមិនរួច
បើនឹងទៅណាបានតែរំកិលគូតចិនជាម្ចាស់អាខ្វាក់អាខ្វិនគ្មានប្រណីអាណិតអាខ្វាក់អាខ្វិនសោះអាខ្វាក់អាខ្វិននឿយហត់លំបាកណាស់ក៏គិតគ្នាថាយើងហត់នឿយលំបាកណាស់នឹងទ្រាំនៅជាខ្ញុំចិននេះមិនបានទេមានតែយើងគិតរត់ហើយអាខ្វាក់សួរអាខ្វិនថាបើដូច្នោះយើងនឹងគិតដូចម្ដេចអាខ្វិនឆ្លើយថាអញឃើញទូកនៅកំពង់នោះមានយើងត្រូវរត់ទៅដោយទូកនោះទើបរួចអាខ្វាក់អាខ្វិនគិតគ្នាព្រមហើយលុះយប់បបួលគ្នាចុះទៅកំពង់ហើយចេញទូកពីកំពង់ទៅប៉ុន្តែអាខ្វាក់អាខ្វិនជាមនុស្សមិនចេះអុំទូកក៏អង្គុយម្នាក់ឯក្បាលម្នាក់ឯកន្សែងឈរមុខទល់គ្នាប្រឹងអុំទូកទៅអាខ្វាក់មើលមិនឃើញអាខ្វិនជាមនុស្សមិនដែលអុំទូកសោះហើយយប់ងងឹតមើលមិនឃើញគិតស្មានថាទូកលឿនទៅមុខតែទូកចេះតែវិលនៅត្រង់កំពង់នោះឯងលុះអុំយូរទៅដល់ពាក់កណ្ដាលអាធ្រាត្រឮសំឡេងសត្វអកយំអាខ្វាក់អាខ្វិននិយាយគ្នាថាយើងប្រឹងអុំទូកឡើងដល់អន្លង់អកហើយអាខ្វាក់អាខ្វិនខំអុំទៅទៀតលុះដល់មាត់រងាវហើយនិយាយគ្នាថាយើងជិតដល់ស្រុកគេហើយប្រឹងអុំឡើងក្រែងគេតាមទាន់អាខ្វាក់អាខ្វិនក៏ប្រឹងអុំលុះត្រាតែមាត់រងាវកោះឮសំឡេងតវ៉ាវយំភ្លឺព្រៀងពីឯកើតអាខ្វិនក៏និយាយប្រាប់ទៅអាខ្វាក់ថាដូចជាកំពុងផ្ទះយើងលុះភ្លឺឡើងម្ចាស់ចុះមករងទឹកឃើញអាខ្វាក់អាខ្វិនអង្គុយអុំទូកឈរមុខទល់គ្នាហើយគេហៅឲ្យអុំទូកចូលមកគេដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគេគិតថាវានឹងរត់ទៅឯណាបើវាខ្វាក់ខ្វិនដូច្នេះគេក៏ឲ្យឡើងទៅនៅផ្ទះវិញគេមិនជេរមិនវាយទេអាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញលុះយូរទៅអាខ្វាក់អាខ្វិនបបួលគ្នារត់ទៀតអាខ្វិននិយាយនឹងអាខ្វាក់ថាយើងរត់ម្ដងនេះកុំឲ្យម្ចាស់គេតាមទាន់យើងកុំទៅជើងទឹកទៅជើងគោកវិញអាខ្វាក់ឆ្លើយថាទៅដូចម្ដេចនឹងបានជើងគោកនោះបើអញខ្វាក់ឯងខ្វិននឹងរត់ទៅឯណារួចអាខ្វិនឆ្លើយថាឯងកុំព្រួយចិត្តឯងឲ្យអញជិះលើឯងហើយអញបង្ហាញផ្លូវអាខ្វាក់អាខ្វិនគិតគ្នាព្រមហើយលុះដល់យប់ស្ងាត់គេដេកលក់អស់អាខ្វាក់លើកអាខ្វិនដាក់លើស្មាដើម្បីបង្ហាញផ្លូវនឹងដើរទៅម្ចាស់លុះព្រឹកឡើងមិនឃើញអាខ្វាក់អាខ្វិនដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគិតថាមនុស្សខ្វាក់មនុស្សខ្វិនវានឹងរត់ទៅណារួចគេក៏មិនទៅតាមអាខ្វាក់អាខ្វិនខំរត់2-3ថ្ងៃទៅដល់ស្រុកមួយស្រុកនោះមានខ្លាសាហាវក្នុងស្រុកគេហាម5កូនចៅថាប្រលប់យប់ងងឹតហើយកុំលេងនៅដីខ្លាចខ្លាអាខ្វាក់អាខ្វិនទៅដល់ស្រុកនោះជួនជាប្រលប់យប់ងងឹតហើយគិតគ្នាថាយើងដល់ស្រុកគេហើយបើដូច្នេះយើងគិតធ្វើស្រែតែយើងបាននឹងគាល់រនាស់ក្របីគោពីណានឹងធ្វើស្រែនឹងគេមានតែយើងទៅលួចគេទៅបានអាខ្វិនបញ្ឆេះអាខ្វាក់ឲ្យដើរចូលទៅភូមិគេអស់អ្នកស្រុកគេឃើញគេប្រាប់ថាស្រុកនេះមានខ្លាសាហាវណាស់អាខ្វាក់ឆ្លើយឡើងថាក្លេមិនខ្លាចតែខ្លាចខ្លាក៏ជួនជាមកលបខំគោពេលនោះដែរដល់ឮអាខ្វាក់ថាក្លេមិនខ្លាចតែខ្លាចខ្លាក៏គិតគ្នាថាពីដើមគេខ្លាចតែអញឥឡូវគេមានក្លេផ្សេងគេខ្លាចជាងអញទៅទៀតអញមិនដែលឃើញមិនដែលឮសោះទេក្លេនោះបើដូច្នេះអញចាំលបមើលឲ្យឃើញច្បាស់ប្រកបអាខ្វិនឃើញក្រោលគោគេហើយប្រាប់អាខ្វាក់ថាឯងទៅលួចគោចុះអញនៅចាំនៅក្រោយរបងនេះអាខ្វាក់ដាក់អាខ្វិនចុះហើយដើរស្ទាបចូលទៅជួនជាជួបនឹងខ្លាឃើញអាខ្វាក់គិតស្មានថាជាក្លេក៏ខ្លាចមិនហ៊ានកម្រើកខ្លួនអាខ្វាក់ស្ទាបអស់ទាំងខ្លួនខ្លាគិតស្មានថាគោហើយស្ទាបទៅលើក្បាលខ្លាមិនឃើញស្នែងនឹកអថាគោនេះស្នែងនប់ធាត់ល្អណាស់អញទុកជាអាណប់កូនក្រោលអាខ្វាក់ក៏ចាប់ទាញខ្លាដឹកយកមកនឹងក្លោះតែខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាជាក្លេ
អាខ្វាក់ធ្វើដូចម្ដេចក៏ចេះតែទៅតាមអាខ្វាក់ដឹកមកដល់ក្រៅរបងហើយប្រាប់ទៅអាខ្វិនឲ្យយកកន្លោះមកនឹងក្លោះអាណប់កូនក្រោលអាខ្វិនឃើញហើយប្រាប់អាខ្វាក់ថាអាខ្វាក់ខ្លាចទេអាខ្វាក់ឆ្លើយថាបើឯងខ្លាចឲ្យកន្លោះមកអញនឹងចាក់ច្រមុះយកទៅភ្ជួរស្រែអាខ្វិនក៏ហុចកន្លោះឲ្យទៅអាខ្វាក់បានកន្លោះហើយចាក់ច្រមុះខ្លាឈឺច្រមុះទ្រាំមិនបានក៏ស្ទុះលោតស្រែកឮតែរូមហើយរត់ទៅក្នុងពេលនោះអាខ្វិនខ្លាចស្ទើរនឹងស្លាប់ប៉ុន្តែអាខ្វាក់មិនព្រមចេះតែទន្ទិញថាស្ដាយអាណប់កូនក្រោលអញធាត់ល្អណាស់ហើយក៏ទៅតាមលុះទៅដល់ពាក់កណ្ដាលស្រែបានឃើញខ្ទមស្រែគេមួយមានទាំងរនាស់ហើយឃើញអណ្ដើកមួយអាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថាវើយអាខ្វាក់មានខ្ទមស្រែគេហើយមានខ្សែពួរនិងចង្អេរសន្ធឹកផងអាខ្វាក់ថាចេះតែយកឲ្យអស់អាខ្វិនប្រកែកថាយកធ្វើអីធ្ងន់ឥតអំពើអាខ្វាក់ថាធ្ងន់អីឯងធ្ងន់តែអញទេចេះតែយកទៅហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់មានបាយមួយឆ្នាំងដែលគេដាំទុកនៅជើងក្រានផងអាខ្វិនកាលកាន់យកមកសពគ្រប់ហើយក៏ឡើងជិះលើអាខ្វាក់ទៀតអាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅលុះដើរចូលព្រៃលិចវាទៅត្រាតែភ្លឺបានជួបមនុស្សម្នាក់គេយកឃ្មុំអាខ្វិនឃើញប្រាប់អាខ្វាក់ថានេះវើយមានគេមកយកឃ្មុំអាខ្វាក់ឮហើយស្រែកប្រាប់ទៅអ្នកយកឃ្មុំថាវើយចែកឃ្មុំគ្នាស៊ីផងអ្នកយកឃ្មុំឆ្លើយថាគ្នាស៊ីតែទឹកទេទុកកែឲ្យឯងហើយអ្នកយកឃ្មុំនោះដោះទុកសត្វធំដាក់ក្នុងបំពង់ចុកចិត្តយកទៅឲ្យអាខ្វាក់កាន់យកទៅលុះដើរលិចវាលចូលព្រៃថ្ងៃហើយក៏ឃ្លានបាយទើបនិយាយគ្នាថាយើងស៊ីបាយសិនមានកម្លាំងសឹមទៅទៀតអាខ្វាក់ដាក់អាខ្វិនចុះហើយដាក់របស់ចេញពីខ្លួនយកបំពង់ឫស្សីដែលអ្នកយកឃ្មុំឲ្យនោះដោយស្មានថាជាសាច់ឃ្មុំមកស៊ីនឹងបាយដកឆ្នុកឡើងធំស្អុយលាមកអាខ្វាក់ថាកន្លែងសំណាក់នេះស្អុយលាមកហើយយើងទៅរកដំណាក់ឈប់ឲ្យមុខទៀតអាខ្វាក់ចុកបំពង់លាមកហើយបបួលអាខ្វិនទៅឈប់ឲ្យមុខទៀតដល់បន្តិចទៀតទៅអាខ្វាក់ថាអស់កម្លាំងឃ្លានបាយណាស់រកកន្លែងឈប់ស៊ីបាយអាខ្វិនក៏មើលឃើញម្លប់ល្អហើយមានទឹកត្រពាំងល្មមស៊ីបាយបានអាខ្វិនទះកំភ្លៀងអាខ្វាក់ឲ្យតម្រង់ចូលទៅកន្លែងម្លប់ឈើនោះដល់ហើយអាខ្វាក់ដកឆ្នុកបំពង់នោះឡើងធំស្អុយទៀតអាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុនអាខ្វិនចេះតែស្អុយដូចនេះ2 3ដងក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់បបួលអាខ្វិនឈប់ហើយដកឆ្នុកបំពង់យកដៃលោកទៅធំស្អុយលាមកដឹងថាលាមកក៏ប្រាប់ទៅអាខ្វិនថាវើយអាខ្វិនអាដែលយកឃ្មុំនោះវាបញ្ឆោតយើងជុះលាមកដាក់បំពង់ហើយចុកមាត់បំពង់ឲ្យមកយើងអាខ្វាក់ខឹងណាស់លាងដៃរួចស៊ីបាយ2នាក់នឹងអាខ្វិននិយាយគ្នាថាយើងស៊ីបាយមានកម្លាំងរួចយើងទៅតាមសម្លាប់អាចង្រៃដែលវាបញ្ឆោតឲ្យលាមកមកយើងឲ្យវាស្លាប់កុំឲ្យវាធ្លាប់តែបញ្ឆោតយើងដូច្នេះអាខ្វិនស៊ីបាយហើយប្រញាប់ទៅរកអ្នកយកឃ្មុំនោះលុះទៅវង្វេងផ្លូវមិនដឹងជាទៅឯណាអាខ្វាក់ឮសត្វសសេះចោះដើមឈើយកកណ្ដៀស៊ីនឹកស្មានថាអ្នកយកឃ្មុំក៏ស្រែកហៅថាឯងមានចិត្តឯងចុះពីលើដើមឈើមកលុះដើរទៅដល់អាខ្វិនប្រាប់ថាសត្វសសេះចុះដើមឈើទេមិនមែនមនុស្សទេអាខ្វិនដើរលិចវាលចូលព្រៃលិចព្រៃចូលវាលទៅឆ្ងាយណាស់ក៏បានមកដល់ស្រុកគេមួយស្រុកនោះឯងមានស្ដេចគង់នៅនោះហើយមានយក្សតែងមកស៊ីមនុស្សនៅសាលាថ្ងៃដែលអាខ្វិនទៅដល់នោះយក្សឲ្យយកនាងពៅជាព្រះរាជបុត្រីក្រមុំតែមួយជាបុត្រីសម្លាញ់ប៉ុន្តែយក្សវាចង់ស៊ីបើមិនឲ្យនាងពៅទៅយក្សស៊ីនោះយក្សវានឹងស៊ីមនុស្សក្នុងនគរទាំងនាម៉ឺនទាំងស្ដេចនាងពៅអាណិតអស់រាជនៅនាម៉ឺននឹងស្ដេចបានជាមកឲ្យយក្សស៊ីជួនជាថ្ងៃនោះឯងអាខ្វិនទៅដល់សាលានោះហើយអាខ្វិនប្រាប់អាខ្វាក់ថាយើងមកដល់សាលាសំណាក់ដែលគេឈប់យើងក៏លមមពេលនឹងឈប់ហើយអាខ្វិនចូលទៅក្នុងសាលាឯនាងពៅនៅក្នុងស្គរ
លឺមាត់អាខ្វាក់អាខ្វិនចូលទៅក្នុងសាលាឯនាងពៅនៅក្នុងស្គរលឺមាត់អាខ្វាក់អាខ្វិននិយាយហើយសួរទៅថាអ្នកមកពីណាត្បិតសាលានេះស្ដេចធ្វើសម្រាប់ដាក់មនុស្សឲ្យយៈវាមកស៊ីសពថ្ងៃតែដល់ប្រលប់យៈវាហោះមកឬសន្ធឹកដូចជាផ្គរវាមកស៊ីមនុស្សនៅសាលានេះឯខ្លួនខ្ញុំមកឲ្យជាចំណីយៈដូច្នេះចូលអ្នកចេញទៅឲ្យឆាប់ខំទៅនៅមុខជាយៈស៊ីជាចំណីវាមិនខានទេឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផងមានកម្លាំងមានរិទ្ធផងឮហើយក៏ឆ្លើយថាខ្លាចអីយៈនោះបើវាមកយើងមិនចេះកាប់វាឲ្យស្លាប់ទៅនាងឯងនៅឲ្យតែស្ងៀមយកបាយចំណីចំណុកមកឲ្យយើងស៊ីមានកម្លាំងនឹងកាប់យៈនោះឲ្យស្លាប់នាងឯងរកតែដាវឲ្យមុតល្អយើងនឹងកាប់យៈនោះនាងពៅឮអាខ្វាក់ថាដូច្នោះក៏ប្រាប់ទៅថាបើអ្នកសម្លាប់យៈនោះបានរបស់ទ្រព្យទាំងប៉ុន្មានដែលគេយកមកឲ្យនោះខ្ញុំជូនអ្នកទាំងអស់អាខ្វាក់បានឮដូច្នោះអរណាស់បង្គាប់ទៅអាខ្វិនថាឲ្យយកបាយចំណីចំណុកមកឲ្យស៊ីមានកម្លាំងនឹងសម្លាប់យៈអាខ្វិនឮនាងពៅថាយៈវានឹងមកស៊ីក៏ភ័យស្ទើរនឹងស្លាប់អាខ្វាក់ស៊ីបាយឆ្អែតហើយបិទទ្វារសាលាទាំងអស់លុះដល់ប្រលប់ងងឹតបន្តិចល្មមវេលាយៈមកស៊ីមនុស្សយៈហោះមកឮសន្ធឹកដូចព្យុះលាន់ខ្ទរទាំងដីអាខ្វិនភ័យណាស់ទើលិចអាចលិចនោមនាងពៅក៏សន្លប់នៅក្នុងស្គរអាខ្វាក់ឮសន្ធឹកយៈមកមិនខ្លាចសោះអង្គុយនៅចាំមាត់ទ្វារលុះដល់យៈមកហើយឃើញទ្វារសាលាបិទយៈស្រែកសន្ធាប់ដូចរន្ទះថាអ្នកណាបិទទ្វារសាលាអញអាខ្វាក់គ្មានខ្លាចស្រែកតបវិញថាអញបិទទ្វារសាលាអញខ្លាចអីឯងយៈឆ្លើយថាមនុស្សមកពីណាចិត្តធំដល់ម្លេះអញសុំមើលថ្លើមឯងប៉ុណ្ណាបានជាឯងចិត្តធំដល់ម្លេះអាខ្វាក់បោះចង្អេរគ្រោងធំទៅយៈវាមើលឃើញចង្អេរគ្រោងហើយគិតក្នុងចិត្តថាថ្លើមអានេះធំណាស់សមខ្លួនវាធំជាងខ្លួនអញហើយយៈថាបើថ្លើមឯងធំប៉ុណ្ណឹងចៃឯងធំប៉ុណ្ណាអាខ្វាក់បោះអណ្ដើកទៅឲ្យយៈមើលយៈស្មានថាចៃមែនហើយគិតក្នុងចិត្តថាចៃវាធំប៉ុណ្ណេះសមនឹងខ្លួនវាធំមែនយៈសួរទៅទៀតថារោមជើងឯងធំប៉ុណ្ណាអាខ្វាក់បោះខ្សែពួរដែលគេដាក់តាក់ក្របីឲ្យយៈមើលហើយថារោមជើងអញប៉ុណ្ណេះយៈភ័យក៏រត់ត្រឡប់ទៅវិញអាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថាយៈវាត្រឡប់ទៅវិញត្បិតវាខ្លាចយើងបើដូច្នេះយើងមានយៈមកទៀតឬទេនាងពៅក្រោកពីសន្លប់ឡើងប្រាប់ទៅអាខ្វាក់ថានៅមានយៈញីមួយទៀតយប់បន្តិចវានឹងមកអាខ្វាក់ឮនាងពៅប្រាប់ដូច្នោះក៏ប្រាប់ទៅអាខ្វិនថាឯងទៅរើសដាវមួយឲ្យមុតវែងល្មមនឹងកម្លាំងអញអាខ្វិនទៅរើសដាវឲ្យអាខ្វាក់លុះយប់យូរបន្តិចទៅយៈញីវាហោះមកឮសន្ធឹកដូចផ្គរអាខ្វាក់ឮសន្ធឹកយៈមកដូច្នោះក៏ឈរកាន់ដាវចាំនៅមាត់ទ្វារហើយបិទទ្វារទុកលុះយៈនោះមកដល់ហើយវាច្រានទ្វារអឺតក៏ចូលមកអាខ្វាក់ឮសន្ធឹកយៈច្រានទ្វារកាប់ស្មានទៅត្រូវយៈដាច់កស្លាប់នៅទីនោះឯងអាខ្វាក់អាខ្វិនដឹងថាយៈស្លាប់ហើយក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅលុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើហើយដើរទៅឃើញដើមក្រសាំងមួយប្រាប់អាខ្វាក់ឲ្យចូលទៅនឹងចែករបស់គ្នាលុះដល់ហើយអាខ្វាក់ដាក់អាខ្វិនចុះពីលើយករបស់មកចែកគ្នាអាខ្វិនជាមេចំណែកឬរបស់ល្អនៅមុខខ្លួនអាក្រក់ដាក់មុខអាខ្វាក់ហើយសួរទៅអាខ្វាក់ថាឯងយករបស់នៅមុខឯងឬរបស់នៅមុខអញអាខ្វាក់មានប្រាជ្ញាគិតថាអាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួនក៏ប្រាប់ទៅអាខ្វិនថាអញយករបស់នៅមុខឯងអាខ្វិនដឹងថាអាខ្វាក់យករបស់ល្អក៏ប្រាប់ទៅអាខ្វាក់ថាចែកគ្នាម្ដងទៀតចែកមុននោះមិនស្មើទេហើយអាខ្វិនយករបស់ចែកគ្នាម្ដងទៀតដល់ចែកក្រោយទៀតអាខ្វិនយករបស់ល្អដាក់ទៅមុខអាខ្វាក់ហើយសួរថាអាខ្វាក់ឯងយករបស់ខាងណាអាខ្វាក់គិតថាម្ដងនេះអាខ្វិនយករបស់ល្អមកដាក់នៅក្នុងមុខខ្លួនហើយយកដៃស្ទាបរបស់នោះក៏ប្រាប់អាខ្វិនថាអញយករបស់នេះនៅក្នុងមុខអញអាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយឡើងថាចែកមិនត្រូវទេចែកម្ដងទៀតអាខ្វាក់ឆ្លើយថាឯងចែកខ្លួនឯងហើយឯងថាមិនត្រូវអាខ្វិនយករបស់នោះចែកគ្នាជាថ្មី
មីទៀតហើយអាខ្វាក់ថាដូចពីមុនអាខ្វាក់ថាត្រូវតែលើរបស់ល្អអាខ្វិនប្រាប់អាខ្វាក់ថាមិនត្រូវទេចែកគ្នាម្ដងទៀតអាខ្វាក់អាខ្វិនប្រកែកគ្នាទៅវិញទៅមកពេលនោះផ្លែក្រសាំងជ្រុះមកត្រូវក្បាលអាខ្វាក់នឹកស្មានថាអាខ្វិនវាយក៏ឆ្លើយថានិយាយត្រឹមតែមាត់មិនអស់ចិត្តដៃដល់ផងទៀតហើយអាខ្វាក់ស្ទុះទៅធាក់ដាល់អាខ្វិនទាល់តែខ្វិនត្រង់ដៃត្រង់ជើងទាំងអស់អាខ្វិនស្ទុះទៅដាល់អាខ្វាក់ត្រូវភ្នែកក៏ភ្លឺទាំងពីរឡើងអ្នកទាំងពីរបបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់ហើយបបួលគ្នាដើរទៅទៀតនិយាយពីដឹងពៅកាលក្រោយអាខ្វាក់អាខ្វិនទៅដល់ព្រឹកភ្លឺឡើងមែនតែនអស់មនុស្សម្នាគេមកមើលនាងពៅនោះនៅសាលាឃើញនាងពៅនៅរស់យៈពុំបានស៊ីឃើញអាយៈស្លាប់ចង្គ្រៀងនៅមាត់ទ្វារអស់មនុស្សម្នាគេទៅក្រាបទូលស្ដេចតាមដំណើរស្ដេចទ្រង់ទៅយកនាងពៅពីក្នុងស្គរមកទ្រង់មានប្រតិយត្រេកអរណាស់ព្រោះព្រះរាជធីតាបានរួចពីស្លាប់ទ្រង់មានព្រះបន្ទូលសួរទៅនាងថាដូចម្ដេចបានជាកូនរួចពីស្លាប់ហើយឃើញយៈស្លាប់ទៅវិញនាងពៅក្រាបទូលព្រះបិតាតាមដំណើរសពគ្រប់ព្រះរាជបិតាបានលើព្រះរាជធីតាក្រាបទូលដូច្នោះទ្រង់ឲ្យប៉ៅកងរកអ្នកដែលសម្លាប់យៈនោះទ្រង់ព្រះរាជទានព្រះរាជធីតាជាប្រពន្ធហើយឲ្យសោយរាជឯប៉ៅកងទៅក្នុងស្រុកតូចធំជួបនឹងចៅខ្វាក់ចៅខ្វិនហើយចៅខ្វាក់ចៅខ្វិនសួរថាមានកលយុគកលយាកអីបានជាស្ដេចឲ្យប៉ៅកងអ្នកប៉ៅកងប្រាប់ថាស្ដេចឲ្យប៉ៅកងរកអ្នកសម្លាប់យៈនឹងយកទៅសោយរាជចៅខ្វាក់ចៅខ្វិនឮក៏ត្រេកអរណាស់ប្រាប់ថាខ្ញុំនេះហើយសម្លាប់យៈកាលដើមខ្ញុំខ្វាក់ខ្វិនឥឡូវជាហើយមិនជឿសោតមានទាំងអ្នកដែលខ្ញុំយកមកជាសម្គាល់ផងអ្នកប៉ៅកងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្ដេចលុះទៅដល់ចៅខ្វាក់ចៅខ្វិនយកទាំងរបស់ដែលយកអំពីសាលាចូលទៅគាល់ស្ដេចគ្រាន់ជាសម្គាល់ចៅខ្វាក់ចៅខ្វិនក្រាបថ្វាយបង្គំស្ដេចទ្រង់មានព្រះរាជបន្ទូលថាចៅឯងឬដែលសម្លាប់យៈចៅខ្វាក់ចៅខ្វិនក្រាបទូលតាមដំណើរសពគ្រប់ស្ដេចទ្រង់ឲ្យហៅនាងពៅមកមើលហើយទ្រង់សួរថាចៅនេះឬដែលសម្លាប់យៈនាងពៅក្រាបទូលថាអ្នកនេះហើយដែលសម្លាប់យៈប៉ុន្តែកាលពីមុនគាត់ខ្វាក់ខ្វិនឥឡូវនេះគាត់មិនខ្វាក់ទេស្ដេចទ្រង់ជ្រាបទ្រង់ផ្សំនាងពៅជាយាចៅខ្វាក់ឲ្យសោយរាជជំនួសព្រះអង្គដល់ចៅខ្វាក់បានសោយរាជហើយឲ្យចៅខ្វិនធ្វើជាឧបរាជត្បិតជាមនុស្សកំសត់កំរផងគ្នាក៏បានសេចក្តីសុខរៀងដរាបទៅភ្នែកសាច់មិនសម្រេចដូចភ្នែកប្រាជ្ញាបាទសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់ពីដើមរហូតដល់ចប់បើសិនមានកន្លែងលឺលួសខ្វះខាតកន្លែងណាសូមមេត្តាខន្តីអភ័យទោសសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទសូមអរគុណប្រជុំរឿងព្រេងនិទានខ្មែរភាគទី4រឿងដើមកំណើតសត្វមូសនៅក្នុងបឋមកាលព្រះឥសូរជាអ្នកបង្កើតលោកមានបង្កើតទាំងសត្វគ្រប់យ៉ាងនៅលើផែនដីជាដើមគឺទ្រង់បានបង្កើតសត្វមូសមុនគេបង្អស់សម័យនោះមូសមានខ្លួនធំជាងសត្វថ្មទៅទៀតហើយវាតែងហើរជាច្រើនឥតឈប់ឈរស្វែងរកស៊ីមនុស្សជាអាហារមនុស្សណាដែលត្រូវជាចំណីសត្វមូសគេឃើញនៅសល់តែរាងឆ្អឹងគ្មានសាច់គ្មានឈាមឡើយមនុស្សម្នាមហាជនមានសេចក្តីតក់ស្លុតជាក្រៃលែងតែគ្មាននរណាម្នាក់រកមធ្យោបាយការពារសត្វមូសបានឡើយក៏ដាក់វេនគ្នាឲ្យមូសស៊ីរៀងរាល់យប់ចាប់តាំងពីថ្ងៃនោះមកជនដែលដឹងថាវេនខ្លួនចិត្តមកដល់ហើយក៏យំសោកបោកខ្លួនបោកប្រាណគប់ជួនជាពេលនោះមានកូនក្រមុំសេដ្ឋីម្នាក់ប្រកបដោយបញ្ញាវាងវៃនាងអាណិតអាសូរដល់អ្នកស្រុកដែលបានដាក់វេនគ្នាទៅឲ្យមូសស៊ីនោះក្រៃពេកនាងគិតក្នុងចិត្តថាបើអញមិនជួយរកមធ្យោបាយស្រោចស្រង់មនុស្សទាំងអស់ដោយឥតរើសមុខទេអ្នកទាំងអស់នោះប្រកាសជាកិច្ចពីចំណីមូសពុំបានហើយតទៅទៀតប្រកាសជាគ្មានមនុស្សរស់នៅទៀតឡើយកាលបាននឹកឃើញយ៉ាងនេះ
នាងកញ្ញាក៏បានចូលទៅជួបនឹងឪពុកម្ដាយនិយាយថាខ្ញុំចង់ទៅឲ្យមូស៊ីជាមួយនឹងជនឯទៀតដែរកាលបើឮសេចក្តីស្នើដូច្នោះឪពុកម្ដាយរបស់យុវតីក៏កើតទោសៈជាខ្លាំងគាត់ឆ្លើយមកកាន់យុវតីវិញថាម្ដេចបានជាកូនឯងភ្លើឆ្កួតដូច្នោះមនុស្សក្នុងនគរនេះគេមានតែពីកិច្ចរត់ឲ្យផុតពីសេចក្តីស្លាប់ចុះកូនឯងម្ដេចក៏ល្ងើពកថ្ងាសទៅជាចង់ងាប់ទៅវិញទោះបីជាឪពុកម្ដាយថាដូច្នោះយុវតីមិនព្រមឈប់សុំអង្វរឪពុកម្ដាយទៅឲ្យមូស៊ីនោះឡើយឪពុកម្ដាយកាលបើឃើញកូនស្រីខ្លួននៅតែរឹងចចេះមិនព្រមស្ដាប់ដំបូន្មានគាត់សោះដូច្នោះក៏កើតទោសៈឆេះឆួលឥតឧបមាទើបនិយាយថាឥឡូវបើកូនឯងចង់ទៅងាប់មិនព្រមស្ដាប់អញទៅឲ្យបាត់ពីមុខពីមាត់អញទៅនាងកញ្ញាកូនសេដ្ឋីឮដូច្នោះក៏ពោពេញទៅដោយសេចក្តីសប្បាយហើយដើរសំដៅទៅរកកន្លែងដែលមនុស្សទៅនៅឲ្យមូស៊ីហើយនិយាយថាបើអ្នករាល់គ្នាចង់កិច្ចឲ្យរួចពីសេចក្តីស្លាប់ចូលអ្នកធ្វើតាមខ្ញុំនឹងបង្គាប់ឲ្យធ្វើនោះអ្នកប្រកាសជារួចផុតពីសេចក្តីស្លាប់ពុំខានគឺត្រូវអ្នកទាំងអស់គ្នាទៅរកប្រមូលស្លឹកឈើងាប់ស្ងួតឲ្យបានច្រើនយកមកទីនេះហើយកាលបើសត្វមូសវាហើរមកជិតយើងត្រូវដុតភ្លើងឲ្យឆេះឆួលហើយផ្សែងនៅជុំវិញយើងនឹងបបួលគ្នាទៅក្នុងរង្វង់កណ្ដាលភ្លើងនោះធ្វើដូច្នេះសត្វមូសមិនហ៊ានហើរឆ្លងភ្លើងផ្សែងមកស៊ីយើងទេមនុស្សទាំងឡាយយល់នៅបំណងនៃនាងកញ្ញាហើយក៏ព្រមធ្វើតាមនាងទាំងអស់លុះវេលាយប់ពួកមូសក៏មកដល់តាមទម្លាប់ដើម្បីស៊ីមនុស្សនៅពេលនោះពួកអ្នកស្រុកក៏ដុតភ្លើងឆេះសន្ធោសន្ធៅឡើងមិនឲ្យរលត់តាមបង្គាប់បុត្រីសេដ្ឋីសត្វមូសឃើញដូច្នោះពុំហ៊ានហើរឆ្លងកាត់ភ្លើងផ្សែងទៅខាំស៊ីមនុស្សឡើយហើយវាក៏ប្រមូលគ្នាមកកកកុញជំនុំគ្នាថាបើយើងនៅតែមានខ្លួនធំដូច្នេះតទៅទៀតនោះយើងប្រកាសជាខាំមនុស្សស៊ីពុំបានពីព្រោះកាលណាគេដុតភ្លើងឲ្យឆេះឡើងដូច្នោះយើងពុំអាចចូលទៅចិត្តគេបានឡើយអាស្រ័យហេតុនេះយើងចូលទទួលព្រះឥសូរដែលជាអ្នកបង្កើតយើងមកសូមឲ្យព្រះអង្គធ្វើខ្លួនយើងឲ្យទៅជាតូចវិញប្រយោជន៍យើងនឹងស្រួលលបឆ្មក់ខាំមនុស្សបានកុំឲ្យមនុស្សលោកមើលឃើញយើងបើដូច្នោះឃើញថាស្រួលជាងបន្ទាប់មកពួកមូសក៏មូលមតិគ្នាហើរទៅកាន់ឋានសួគ៌គោរពវន្ទាព្រះឥសូររួចហើយវាក៏សូមព្រះឥសូរឲ្យធ្វើខ្លួនវាទៅជាតូចល្អិតសមតាមបំណងរបស់វានៅពេលនោះព្រះឥសូរក៏ធ្វើខ្លួនសត្វមូសឲ្យតូចដូចជាសពថ្ងៃនេះកាលបើបានខ្លួនតូចដោយបំណងហើយសត្វមូសក៏ថ្លែងអំណរគុណព្រះឥសូរលាព្រះអង្គត្រឡប់មកឋានមនុស្សលោកវិញហើយវាក៏ហើរត្រាច់ពីភូមិមួយទៅភូមិមួយស្វែងរកខាងមនុស្សលោកប៉ុន្តែមនុស្សលោកចេះតែយកដៃទះវាស្លាប់អស់ខ្លះនៅរស់ខ្លះតែបាក់ស្លាបបាក់ជើងដូច្នោះមនុស្សលោកក៏បានធូរចិត្តហើយមានសេចក្តីសប្បាយច្រើនលើសមុនពួកមូសក៏ប្រជុំគ្នាសារជាថ្មីទៀតថាឥឡូវមនុស្សលោកគេធ្វើបាបយើងខ្លាំងណាស់គេទះគេវាយយើងហើយគេនឹងសម្លាប់យើងឲ្យអស់ផុតពូជយើងពុំអាចខាំមនុស្សលោកបានទៀតឡើយហេតុដូច្នេះយើងនាំគ្នាទៅរកព្រះឥសូរម្ដងទៀតដើម្បីសូមព្រះអង្គឲ្យធ្វើមាត់យើងឲ្យស្រួចដូចមជុលដើម្បីយើងអាចខាំមនុស្សលោកបានឆាប់រហ័សកុំឲ្យមនុស្សលោកដឹងថាយើងខាំគេកាលជំនុំបានមូលមតិគ្នាជាឯកច្ឆន្ទទើបមូសបបួលគ្នាហើរទៅកាន់ឋានសួគ៌លុះទៅដល់ក្រោយពីបានគំនាបគប់គួរព្រះឥសូរហើយសត្វមូសក៏ទូលសុំព្រះឥសូរឲ្យធ្វើមាត់ខ្លួនឲ្យតូចដើម្បីស្រួលខាំមនុស្សលោកព្រះឥសូរក៏ទ្រង់ឆ្លើយតបមកវិញថាណែមូសមាត់ដែលយើងធ្វើឲ្យអ្នកឯងនេះវាស្រួលល្មមណាស់ទៅហើយប៉ុន្តែបើអ្នកឯងចង់ខាំមនុស្សលោកឲ្យបានឆាប់រហ័សហើយមុតទៀតនោះចូលអ្នកឯងទៅរកប្រណងមួយម្នាក់ដើម្បីជួយសំពងពីលើថែមទៀតប៉ុន្តែចូលអ្នកដឹងថាមនុស្សលោកគេមានប្រណងនេះស្រេចហើយដូច្នេះអ្នកត្រឡប់ទៅវិញចុះពួកមូសក៏ហើរត្រឡប់មកថាមនុស្សលោកវិញហើយវាហើរត្រាច់រកខាងមនុស្សលោកទាំងយប់ទាំងថ្ងៃ
នៅត្រង់ចន្លោះគៀនកោះគ្រប់នគរដោយយកស្លាបធ្វើជាអន្លង់ក្បាលស្វាហើយវាយមនុស្សលោកដោយហើរខាំយ៉ាងឆាប់រហ័សបំផុតដោយព្រះឥសូរបានបង្គាប់វាបាទសូមអរគុណចំពោះការចំណាយពេលតាមដានពីដើមរហូតដល់ចប់បើសិនជាមានកន្លែងលះលួសខ្វះខាតសូមមេត្តាខន្តីអភ័យទោសសូមកុំភ្លេចជួយ like ជួយ comment subscribe និងជួយដាក់សញ្ញាកណ្ដឹងម្នាក់មួយដើម្បីបានវីដេអូថ្មីបន្តទៀតសូមអរគុណ